ខ្ញុំមិនអីនោះទេពេលខ្លះខ្សែជីវិតរបស់តួសម្ដែងអាចកំសត់ជាក្នុងភាពយន្តដែលយើងកំពុងតែទស្សនាទៅទៀតទៅថាបានដែរដូចនេះមិនមែនបានន័យថារាល់ពេលដែលអ្នកឲ្យគ្នាសប្បាយរីករាយទៅនរណាម្នាក់ខ្លួនឯងមិនចេះការទៅនោះឡើយមនុស្សមួយចំនួនធំដែលអាចដោះស្រាយវិបត្តិឲ្យគេបានមិនប្រកាសថាខ្លួនឯងគ្មានវិបត្តិឡើយគ្រាន់តែពួកគេមានយុទ្ធសាស្ត្រក្នុងការលាបពុតអារម្មណ៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះចំណែកឯរាល់ស្នាមញញឹមមិនមែនសុទ្ធតែជាសេចក្តីសុខឡើយហើយរាល់ការសើចមិនមែនសុទ្ធតែគ្មានបញ្ហានោះដែរព្រោះពេលខ្លះវាជាការពិតនិងមិនមែនជាការពិតនៅពីក្រោយពាក្យថាខ្ញុំមិនអីខ្ញុំមានរឿងអីច្រើនណាស់ដែលខ្ញុំតែងតែគិតស្រុកមនុស្សនេះសម្បូរបញ្ហាណាស់